mà giờ muốn nó khơi bông prom này cònพอ នៅក្នុង Facebook ហើយជាបងប្អូនអរគ្នាបានឃើញផុសនឹងដែរគាត់និយាយអំពីឡានព្រុសដែលគាត់បានយកទៅជួសជុលនៅការ៉ាសមួយហើយជាងគាត់អត់ច្បាស់លាស់គាត់ចេះតែនិយាយមកពីនេះមកពីនោះចេះតែដូរគ្រឿងរបស់គាត់អញ្ចឹងខ្ញុំគិតថាបងជាងមួយចំនួនគួរតែមានភាពស្មោះត្រង់ចំពោះបងអ្នកដែលយកឡានទៅធ្វើន័យថាបើសិនជាយើងអត់ច្បាស់លាស់យើងត្រូវហ៊ានទទួលឬក៏អាចស្រាវជ្រាវបន្ថែមទៅកុំឲ្យយើងចេះតែស្មានដូរនេះដូរនោះនាំឲ្យវាខាតបង់លុយកាក់ដើម្បីតែការចំណេញរបស់យើងមកពេលហ្នឹងវាធ្វើអាចឲ្យបាត់បង់អតិថិជនរបស់យើងទាំងអស់ណាអញ្ចឹងបងតាមការ៉ាសមួយចំនួនគួរតែព្យាយាមរក្សាតម្លៃរបស់ខ្លួនដើម្បីកុំឲ្យគេមើលមកគឺលក្ខណៈថាយើងអត់ច្បាស់លាស់ឡានខូចនេះដូរទាគេដូរនេះដូរនោះតែវាអត់ត្រូវចំណុចដែលវាត្រូវខូចណានិយាយទៅគឺយើងអត់ទទួលខុសត្រូវអាហ្នឹងគឺយើងគួរតែលុបបំបាត់កុំឲ្យមានទៀតអញ្ចឹងសង្ឃឹមថាបងមួយចំនួនដែលបានស្ដាប់ឬមើលវីដេអូនេះហើយនឹងយកទៅគិតពិចារណាម្ដងទៀតអរគុណច្រើន